យើងដំណើរឲ្យក្រុមទី1និយាយអំពីប្រភេទរបស់ Center 6និយាយអំពីដំណោះស្រាយនិងការធ្វើការសេចក្តីសម្រេចចិត្តបើសិនជាយើងកន្លែងទៅមើលប្រធានបទនៃមេរៀនយើងវិញការដោះស្រាយបញ្ហាជាធម្មតាមនុស្សយើងម្នាក់ដែលនៅលើភពផែនដីនោះជាអត់ផុតទេពីបញ្ហាដែលយើងប្រឈមមុខជារៀងរាល់ថ្ងៃមិនថាអ្នកធ្វើការអីមួយគាត់តែជួបបញ្ហាជារៀងរាល់ថ្ងៃអញ្ចឹងតើគាត់មានដំណោះស្រាយបែបម៉េចអញ្ចឹងមេរៀននោះគេនឹងនិយាយអំពីដំណោះស្រាយនៃបញ្ហានោះតែម្ដងហើយមួយទៀតការធ្វើការសេចក្តីសម្រេចចិត្តនៅពេលក្នុងមួយថ្ងៃអ្នកទាំងអស់គ្នាដឹងអត់ថាយើងធ្វើការធ្វើសេចក្តីសម្រេចចិត្តម្ដងមិនលើសពី100ដងទេហេតុអីបានខ្ញុំអញ្ចឹងយើងតាំងពីងើបពីគេមកយើងធ្វើការធ្វើសេចក្តីសម្រេចចិត្តតែម្ដងងើបពីគេមកតែខ្លះអូខេខ្ញុំត្រូវតែធ្វើនេះធ្វើនោះអញ្ចឹងយកបានគ្រាប់ទេអញ្ចឹងណាអញ្ចឹងអាការធ្វើសេចក្តីសម្រេចចិត្តហ្នឹងក៏វាសំខាន់ដែរជាអត្តពលទៅលើយើងទាំងមូលដែរបើមិនជាយើងធ្វើសេចក្តីសម្រេចចិត្តមិនបានប្រឹងត្រូវទេវានឹងមានផលអវិជ្ជមានមកលើយើងហើយបើមិនជាយើងធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវវានឹងជាអត្តពលល្អមកលើយើងអានេះមេរៀនហ្នឹងគេនឹងលើកឡើងពីបញ្ហានៃការធ្វើការសេចក្តីសម្រេចចិត្តមិនល្អយើងជួបបញ្ហាខ្លះហើយនឹងគេនឹងមានដំណោះស្រាយក្នុងការដោះស្រាយថាអូបើសិនជាយើងសម្រេចចិត្តអត់ល្អហើយយើងផែនការហ្នឹងខុសហើយអញ្ចឹងយើងមានផែនការខ្លះដើម្បីកែតម្រូវឥឡូវក៏ទៅមើល